ញ្ញាជិះសួរប្រិមិត្តតែងតែនិយមការផ្សាយរបស់អង្គភាពញូអនឡាញគឺដូចញូអនឡាញ24ម៉ោងបាទនៅវេលាម៉ោង8បាទនៅបណ្ដោយផ្លូវវែងស្រីករណីរថយន្តកងទ័ពមួយគ្រឿងនេះបាទបានបុកប្អូនស្រីម្នាក់បានឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដងបាទសូមអរគុណឥឡូវអញក៏អត់ដែរយ៉ាមិនក៏ចេញមកក៏ចេញមកមិនដែរបងចាចេញតែមក8បងចេញមកដឹងកន្លានឹងបើមិនអីមិនយើងក៏ដឹងដែរហ្នឹងឥឡូវមានភាសាគាត់ដឹងដែរបងភាសាគាត់ដឹងហើយបងចាច់តងបងចេញមកដែរនៅឆ្ងាយបងភាសាគាត់ដល់ដែរបងភាសាគាត់បងចាំតកែវហ្នឹងខ្ញុំមិនសូវច្បាស់ដែរតែកូនគាត់ចិត្តម្ដងហើយកូនប្រុសគាត់ហ្នឹងគាត់មានកូនពីរនាក់ចាំបងគាត់ច្បាស់បងចាចានេះបងនេះបាទករណីរថយន្តបាទកងទ័ពបានបុកម៉ូតូស្គប់ពីមកដល់បងស្រីម្នាក់បាទស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដងមែនបាទបាទបណ្ដោយផ្លូវវែងស្រេងបាទទៅស្តុបទូប្រូតែម្ដងបាទបណ្ដោយឲ្យបងស្រីម្នាក់បាទស្លាប់បាត់បង់ជីវិតបាទបងកាត់ជាបាលបងប្អូនជាប្រដ្ឋបាទជួយ like chia sẻ ប្រិយមិត្តបាទតែតែយកការផ្សាយរបស់អង្គភាពយូអនឡាញទៅដូចយូអនឡាញ24ម៉ោងបាទប្រតិបត្តិត្រីបាទនៅវេលាម៉ោង8ត្រូវថ្ងៃពុធទី5បាទខែសីហាឆ្នាំ2026ករណីរថយន្តកងទ័ពធ្វើនេះបាទបុកបាទម៉ូតូស្គប់ពីបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុទៅដោយផ្លូវវែងស្រីបាទចំស្តុកទូប្រូសកម្មចំចៅទី1បាទខាងគោសាក់ជ័យរថយន្តពេញបាទពេលនៅទី2បាទ